រាត្រីបណ្ដែតអារម្មណ៍តាមតន្ត្រីបានប្រែក្លាយទៅជាសោកនាដកម្មដ៏រន្ធត់មួយនៅទីក្រុងបាងកកប្រទេសថៃបន្ទាប់ពីអគ្គិភ័យដ៏សន្ធោសន្ធៅបានឆាបឆេះក្លឹបរាត្រីរងឌីណាឡាត់ប្រៅក្នុងសង្កាត់ចតុចក្រកាលពីពាក់កណ្ដាលអាទិត្យថ្ងៃទី12ឈានចូលថ្ងៃទី13ខែកក្កដាឆ្នាំ2026យោងតាម Reuters មនុស្សយ៉ាងហោចណាស់27នាក់បានស្លាប់និង63នាក់ទៀតរងរបួសក្នុងចំណោមអ្នករបួសទាំងនោះមាន22នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរយោងតាមអាជ្ញាធរថៃអគ្គិភ័យបានផ្ទុះឡើងនៅម៉ោង 11:57 នាទីយប់ថ្ងៃទី12ខែកក្កដាខណៈដែលភ្ញៀវជាច្រើនកំពុងសប្បាយរីករាយនៅក្នុងក្លឹបដ៏ល្បីមួយនេះអ្នកនៅកន្លែងកើតហេតុរាយការណ៍ថាមុនពេលមានអណ្ដាតភ្លើងគេឃើញផ្សែងហុយចេញពីប្រអប់ភ្លើងក្បែរឆាកសម្ដែងបន្ទាប់មកភ្លើងបានដាច់និងមានសម្លេងផ្ទុះយ៉ាងខ្លាំងមុនពេលផ្សែងខ្មៅក្រាស់សាយភាយពេញក្លឹបក្នុងភាពងងឹតនិងច្របូកច្របល់មនុស្សជាច្រើនបានរត់សម្រុកទៅផ្នែកខាងក្រោយនៃក្លឹបដើម្បីស្វែងរកផ្លូវគេចខ្លួនប៉ុន្តែអ្នករងគ្រោះជាច្រើនត្រូវបានប្រទះឃើញស្លាប់ក្នុងបន្ទប់ទឹកដោយគេសង្ស័យថាពួកគេមិនអាចរកច្រកចេញបានទាន់ពេលខណៈដែលផ្សែងបានគ្របដណ្ដប់ពេញបរិវេណទៅហើយមន្ត្រីពន្លត់អគ្គិភ័យម្នាក់បានបញ្ជាក់ថាជនរងគ្រោះភាគច្រើនស្លាប់ដោយសារថប់ដង្ហើមមិនមែនដោយសារអណ្ដាតភ្លើងផ្ទាល់នោះទេក្រុមអ្នកពន្លត់អគ្គិភ័យបានចំណាយពេលប្រហែលកន្លះម៉ោងដើម្បីគ្រប់គ្រងស្ថានភាពរូបភាពក្រោយហេតុការណ៍បានបង្ហាញតុកៅអីនិងផ្នែកខាងក្នុងនៃក្លឹបដែលត្រូវភ្លើងឆេះខ្ទេចខ្ទីខណៈដែលក្រុមសង្គ្រោះនិងកសលវិច័យនៅតែបន្តកំណត់អត្តសញ្ញាណជនរងគ្រោះជាច្រើនអ្នកទៀតនាយករដ្ឋមន្ត្រីថៃលោកអនុទានឆាន់រាកុលដែលបានទៅដល់ទីតាំងកើតហេតុភ្លាមៗបានបញ្ជាឲ្យបើកការស៊ើបអង្កេតជាបន្ទាន់ពីមូលហេតុនៃមហន្តរាយនេះសោកនាដកម្មលើកនេះបានរំលឹកជាថ្មីដល់ហេតុការណ៍ភ្លើងឆេះក្លឹបសន្តិការនៅក្នុងទីក្រុងបាងកកដដែលកាលពីចូលឆ្នាំសកលឆ្នាំ2009ដែលបានសម្លាប់មនុស្ស66នាក់និងបង្កឲ្យមនុស្សជាង200នាក់រងរបួសហើយក៏ជាការរំលឹកជាថ្មីចំពោះក្លឹបកំសាន្តផ្សេងៗទៀតត្រូវមានផែនការសង្គ្រោះនិងច្រកចេញចូលគ្រប់គ្រាន់ដើម្បីធានាសុវត្ថិភាពភ្ញៀវចំណែកពលរដ្ឋនិយមចូលក្លឹបរាត្រីក៏គប្បីគិតគូរជ្រើសរើសក្លឹបដែលមានច្រកសុវត្ថិភាពត្រឹមត្រូវខ្ញុំរស់សុធាពី News Today NTTV